នៃការងារមុខរបរខាងស្រីបងប្អូននេះបាទលក់កាហ្វេព្រឹកឡើងគឺគេជូនខាងស្រីទៅកន្លែងលក់កាហ្វេហើយបន្ទាប់មកបានគេត្រឡប់មកកន្លែងចង្រិតឬក៏ទៅកន្លែងថតជាមួយខ្ញុំនេះហើយអធិស្ឋានបងប្អូនគាត់ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពដោយសារតែកន្លែងកាហ្វេហ្នឹងនៅចិត្តផ្ទះទៅប្រហែលម៉ែត្រពីផ្ទះហើយផ្លូវត្រង់ភ្លឹងអត់មានបត់កាច់ទៅណាឆ្លងទៅណាអញ្ចឹងមកដល់បាត់ហើយបងប្អូននេះប្រហែល100ម៉ែត្រពីផ្ទះទេហើយលក់កាហ្វេលក់ឲ្យគេទៅណាមិនមែនលក់ខ្លួនឯងទេបាទនិយាយស្រួលស្ដាប់ទៅគឺថាខ្ញុំគេដូចខ្ញុំធ្លាប់ថានាងរត់ដល់អ្នកនឹងកែងហ្នឹងទេចិត្តផ្ទះបងប្អូនចិត្តផ្ទះចឹងបានវាមិនបានពាក់មួកសុវត្ថិភាពក៏លោកបងប្អូនថាចេះថាចូលហើយព្រឹកឡើងឯងជូនមកហើយបានទៅណោហើយដល់ពេលល្ងាចមកយកហើយទៅកន្លែងចង្រិតទាំងពីរនាក់ជីវិតខ្ញុំគេទាំងពីរនាក់ដូនចេះឆុងមកចប់ទៅនេះឥឡូវសុំនេះមកចុងដងក្លុកមួយពីរនាក់គ្នាគេគឺថាស្ដេញគ្នាបងប្អូនប៉ាន់អាខាងកប៉ិចកប៉ុកចឹងអារឿងចំអិនរឿងអីហ្នឹងដូចក្មួយប្រុសខ្ញុំរងថ្ងៃបងប្អូននេះក្មួយស្រីអត់ដែរទៅផ្សារទេតាវាទេទៅផ្សារស្លឹកជី500ខ្ទឹម500សាច់ជ្រូក1ខាំ2ខាំកន្លះគីឡូអីហ្នឹងតាលើវាទេលឿនលះមកដល់គឺថាធ្វើខ្លួនឯងលៀងខ្លួនឯងអត់ទៅពិបាកទេក្មួយស្រីខ្ញុំអត់ទៅប្រើទេយឺតព្រោះវាហ្នឹងគឺថាប៉ាន់ដូចទៅកន្លែងចង្រិតហ្នឹងអញ្ចឹងហើយគឺថាប្រហែលជានេះហើយប្រហែលជាឲ្យរកស៊ីលក់អាខាងអញ្ចឹងហើយមើលទៅនោះរឿងរបស់ហូបរបស់ញ៉ាំហ្នឹងហើយគ្នាចេញរកស៊ីអីបងប្អូនចាំជួយគ្រប់គ្រងផងខ្ញុំពងរកកន្លែងឲ្យបងប្អូនណាពងសាវេកន្លែងរកស៊ីឲ្យចាំជួយគ្រប់គ្រងគ្នាផងបានទេប្រហែលបាន5000បានយកលុយទៅបោះគេទេត្រូវតែគិតលុយពីពូធម្មតាដល់ទៅហើយនេះស្មានថាទៅនេះជីវិតណាបងប្អូនមកក្មួយប្រុសខ្ញុំចាប់ដើមជូតសម្លៃអែលសាតបងបងប្អូនមើលណាមុនស្ងួតអញ្ចឹងបានថាសម្លៃអែលសានឹងត្រូវណាជាមួយនឹងជាប់ស្នាមពិសេសមុនដល់ថ្នាក់ហូរទៅល្ងីចេញខ្ទុះក៏ដោយបងប្អូននេះដល់ថ្នាក់នឹងក៏ដោយដោយពួកបងប្អូននេះលោកស្រីស៊ូសុភាដែលជា CEO គឺគាត់យកមកតេស្តយកមកពិសោធន៍នេះគឺថាមុនអត់មានសល់សាច់ហើយព្យាយាមជូតបងប្អូនណាព្យាយាមជូតមួយថ្ងៃឲ្យបានម្ដងឬក៏2ដងមិនជូតមកខ្វោកមកបាត់ដូចជាបេះទេបងប្អូនមិនមែនឥសីជប់ទេណានេះបងប្អូននេះមើលស្រាប់មើលខ្លួនឯងណាអត់មានអ៊ីឌីតកាត់តយទេភាគច្រើនសម្លេងអែលសាហ្នឹងបងប្អូនធ្លាប់ឮតែឈ្មោះអែលសាបោះជាភាប៉ុន្តែបាននេះឲ្យបានដឹងពីគុណភាពទេសាកទិញយកមកជូតបងប្អូនណាសាកទិញយកមកជូតសម្លេងគាត់នេះគឺថាមានរួនសោកម្រាមដៃចូលនេះស្រួលជូតណាជូតបានទាំងមុខជូតបានទាំងក្រោយពេលជូតទៅបងប្អូនមានអារម្មណ៍ថាចំហាយភាសាភ្នែកតិចកាហាយភ្នែកតិចឬក៏ពពុះហ្នឹងមិនភ័យមិនបារម្ភទេអាហ្នឹងមិនអាស៊ីតឬក៏អាល់កុលទេទឹកនេះគឺទឹកសរោមជាបានមុខឯងបងប្អូនណាមិនភ័យមិនបារម្ភទេបើថាលមាស់មុខអីហ្នឹងគឺថាអូយឬក៏ញិចមុនហើយចាំជូតអូយត្រូវណាស់បងប្អូនហើយនិយាយទៅផលិតផលរបស់ចាភាគឺថាផ្ទុះការគ្រប់គ្រងដូចស្គីនេះគឺថាដាច់ស្តុករហូតហ្នឹងគឺថាមិនមែនគ្រប់គ្រងតែបងប្អូននៅខ្មែរទេគឺថាខ្មែរនៅស្រុកក្រៅពិសេសខ្មែរនៅតៃវ៉ាន់អូយគ្រប់គ្រងសាហាវបងប្អូនហើយមិនមែនបងប្អូនយើងផ្អើលគ្រប់គ្រងតាមគ្នាដោយសារតែ BA ស្អាតលំដាប់ល្បីអីទេមានតែខ្ញុំមួយគឺថាក្បាលមិនសមមុខមិនសមខ្លួនហ្នឹងគឺថាបងប្អូនគ្រប់គ្រងដោយសារតែគុណភាពមកមុខគាត់ហើយសម្រាប់បងប្អូនដែលចង់ទិញ skin នេះឬក៏សម្លេងអែលសាគឺអាចទិញបានតាមតំណែងចែកចាយដែលផលលក់ឬក៏តាមតូបគ្រឿងក្អូបនៅតាមផ្សារបងប្អូនស៊ូគេទៅកន្លែងគ្រឿងក្អូបបើមិនចឹងទៅបងប្អូនឆាត20ក្រុមហ៊ុនតែមកក៏បានដែរកុំឆាតមកខ្ញុំដោយសារតែខ្ញុំមានអ្នកដឹកបងប្អូនហើយបងប្អូនឆាតទៅពេកក្រុមហ៊ុនបងប្អូននេះផ្សារធម្មជាតិ24បងប្អូនណាអរគុណច្រើនបងប្អូន